បាទសូមគោរពជម្រាបសួរបងប្អូនអ្នកស្នេហាវិស័យគុនខ្មែរទាំងអស់គ្នាបងប្អូនអរគ្នាថ្ងៃនេះយើងមកនិយាយពីការប្រកួតបាទរវាងធុនមីហុងកាលប៉ះជាមួយកីឡាករចិនបងប្អូនអរគ្នាបន្ទាប់ពីធុនមីហុងប៉ះជាមួយកីឡាករចិននេះហើយគឺធុនមីហុងត្រូវមានភារកិច្ចទៅប៉ះជាមួយនឹងកីឡាករពេជ្រសម្បត្តិបាទនៅសង្វៀនទូជាតិបងប្អូនអរគ្នាគឺនៅថ្ងៃទី17ឥឡូវហ្នឹងយើងមិនទាន់ដឹងថាមានការប្រែប្រួលយ៉ាងម៉េចទៀតគឺយើងអត់ទាន់ដឹងទេបងប្អូនអរគ្នាហើយនៅក្នុងវីដេអូនេះខ្ញុំនឹងមកនិយាយពីការប្រកួតរបស់ធុនមីហុងជាមួយនឹងកីឡាករចិនបាទអញ្ចឹងយើងដឹងហើយថាការប្រកួតរបស់ធុនមីហុងជាមួយនឹងកីឡាករចិនបាទគឺធុនមីហុងបានរបូតខ្សែក្រវ៉ាត់ឲ្យកីឡាករចិនបាត់ទៅហើយបងប្អូនអរគ្នាបាទដោយធុនមីហុងបានត្រូវជាដំណំមែនទែនបាទកីឡាករចិនអ្នកនេះមិនដឹងថាបងពីលុតយល់ពីណាមកទេបងប្អូនគ្នាគឺជាកីឡាករម្នាក់ដែលយើងមើលទៅថាល្អមែនទែនបាទជាកីឡាករជំនាញប្រើកណ្ដាប់ដៃបាទខាង kickboxing បាទឃើញថាកណ្ដាប់ដៃរបស់គាត់លឿនមែនទែនបាទបើយើងនិយាយពីធុនមីហុងវិញឃើញថាធុនមីហុងគាត់ព្យាយាមផ្ដាច់ពេកបងប្អូនគ្នាបាទដោយប្រហែលជាគាត់គិតថាជំនួបប៉ះជាមួយនឹងពេជ្រសម្បត្តិនៅថ្ងៃទី10ហ្នឹងគឺវាលឿនពេកអញ្ចឹងការប្រកួតគ្រាន់តែគោះជួងមើលអញ្ចឹងធុនមីហុងព្យាយាមចូលទៅវាយកីឡាករចិនអ្នកនោះបាទដើម្បីចង់បញ្ចប់កីឡាករចិនអ្នកនឹងនៅក្នុងទឹកទី1ឬក៏ទឹកទី2បាទតាមអ្វីដែលគាត់អាចធ្វើទៅបានបាទជាក់ស្ដែងគឺគាត់មិនអាចធ្វើបានទេបងប្អូនគ្នាគឺកីឡាករចិនអ្នកនេះគឺគេល្អមែនទែនបាទនិយាយទៅយើងមើលជាក់ស្ដែងអស់គ្នាឃើញថាល្អដៃខ្លាំងមែនទែនបាទអញ្ចឹងការប្រកួតនេះគឺធុនមីហុងបានញ៉ាកដាលឬក៏លោកគ្រូពេទ្យបាទបញ្ឈប់នៅក្នុងទឹកទី4បាទដោយទឹកទី1នោះគឺមីហុងព្យាយាមចូលទៅវាយគេបាទគឺគេតបមកវិញបាទគឺក្នុងទឹកទី1ធុនមីហុងរាប់រហូតដល់2ដងបងប្អូនអរគ្នាបាទពេលហ្នឹងខ្ញុំផិតភ័យមែនតើខ្ញុំគិតថាបើសិនជាចូលទៅមួយដៃទៀតធុនមីហុងអាចនឹងបញ្ចប់ការប្រកួតក្នុងទឹក1បាទតែមិនអីទេបងប្អូនគ្នាអាចស្ដារស្ថានភាពវិញបានបាទចូលទឹកទី2គឺធុនមីហុងរាប់ម្ដងទៀតបងប្អូនគ្នាតែចូលទឹកទី3បងប្អូនគ្នាគឺធុនមីហុងអាចគ្រប់គ្រងស្ថានភាពមកវិញបានទាំងស្រុងគឺធ្វើឲ្យកីឡាករចិនខ្ញុំគិតថាប៊ីសនឹងទៅម្ដងដែរបាទដោយសារតែចូលចង្គង់ហើយនឹងកដាប់ដៃមីហុងវាយចូលពោះបងប្អូនគ្នាជាលទ្ធផលឃើញថាចូលទឹកទី4គឺបាទលោកគ្រូពេទ្យសម្រេចចិត្តបញ្ឈប់មីហុងមែនតើបងប្អូនគ្នាដោយសារតែមីហុងរបួសធំពេកបាទគឺបែកនៅនឹងថ្ងាសខាងស្ដាំបងប្អូនគ្នាហើយមុខឡើងប៉ល់មែនតើបងប្អូនគ្នាគឺអាណិតមីហុងមែនតើបាទមីហុងពិតតែការប្រកួតនេះគឺគាត់ខំប្រឹងអស់ពីសមត្ថភាពបងប្អូនគ្នាបាទគាត់ថាអ្វីដែលយើងមើលឃើញគាត់ fair ប្រហែសនោះគឺគាត់អត់ព្យាយាមបិទឲ្យល្អបងប្អូនគ្នាគឺគាត់ព្យាយាមវាយចេញច្រើនតែគាត់អត់ព្យាយាមបិទបាទហើយកីឡាករចិននេះគឺគេល្អបាទគេសងវិញចំគោលដៅបងប្អូនគ្នាហើយមីហុងគាត់លក្ខណៈថាការប្រកួតនេះខ្ញុំឃើញថាគាត់ឈ្មោលក្បាលវាយយកតែម្ដងបាទអត់ព្យាយាមប្រើតិចនិចទេបងប្អូនគ្នាបាទមិនដឹងថាគាត់ចង់ឈ្នះខ្លាំងពេកឬក៏យ៉ាងណាទេបាទហើយអញ្ចឹងជំនួបរបស់ពេជ្រសម្បត្តិប៉ះជាមួយនឹងធុនមីហុងបងប្អូនគ្នាការប្រកួតនេះមុនដំបូងត្រូវប៉ះថ្ងៃទី10ដល់ពេលធុនមីហុងមានឈ្មោះប្រកួតនៅ Extreme ក្នុងនាមជាការពារខ្សែក្រវ៉ាត់ហ្នឹងទៅបងប្អូនគ្នាក៏បានលើកផ្លាស់ប្ដូរការប្រកួតនៅសង្វៀនទូជាតិហ្នឹងគឺផ្លាស់ប្ដូរទៅថ្ងៃទី17បាទនេះផ្លាស់ប្ដូរមុនពេលដែលធុនមីហុងត្រូវប្រកួតជាមួយនឹងកីឡាករចិនហើយមកដល់ពេលនេះគឺយើងអត់ទាន់ដឹងថាមានការផ្លាស់ប្ដូរយ៉ាងម៉េចទៀតគឺអត់ទាន់ដឹងទេបាទបើសិនជាខ្ញុំគិតថាថ្ងៃទី17ហ្នឹងត្រូវប្រកួតគ្នាមែនបាទគឺរបួសធុនមីហុងគឺមិនទាន់ជា 100% ទេបងប្អូនគ្នាបាទអញ្ចឹងវាមានពេលតែ2អាទិត្យទៀតទេបាទអញ្ចឹងខ្ញុំគិតថារបួសធុនមីហុងវាខ្លាំងដែរបងប្អូនគ្នាអញ្ចឹងអាចនឹងមិនទាន់សះទេបាទអញ្ចឹងខ្ញុំគិតថាការប្រកួតនេះអាចនឹងពន្យាពេលទៅមុខទៀតបាទគឺមិនមែនថ្ងៃទី17បងប្អូនគ្នានេះក៏ការព្យាកររបស់ខ្ញុំបងប្អូនគ្នាបាទហើយខ្ញុំគិតថាការប្រកួតនេះវារៀងសាប់បងប្អូនគ្នាលែងសូវចង់មើលបាទការប្រកួតរបស់ធុនមីហុងជាមួយនឹងពេជ្រសម្បត្តិនេះគឺបាទនេះចំពោះខ្លួនខ្ញុំផ្ទាល់ទេបាទគឺខ្ញុំលែងចង់មើលការប្រកួតនេះបងប្អូនគ្នាគឺយើងដឹងលទ្ធផលមើលនឹងថាបាទធុនមីហុងគាត់ប៉ះជាមួយកីឡាករចិននេះយើងដឹងថាបាទកងចេញមករៀមគឺកីឡាករចិននេះគេល្អដៃបាទតែបើយើងនិយាយពីកម្រិតកីឡាករចិននេះគឺល្អមិនតាន់ដល់ពេជ្រសម្បត្តិទេបងប្អូនគ្នាអញ្ចឹងខ្ញុំគិតថាជំនួបរបស់ធុនមីហុងប៉ះជាមួយពេជ្រសម្បត្តិនេះវាសាបអត់ហើយបាទបើសិនយើងមិញហងអត់តាន់ប៉ះជាមួយកីឡាករចិននេះចាំប៉ះជាមួយនឹងពេជ្រសម្បត្តិតែម្ដងអានោះខ្ញុំគិតថាការប្រកួតនេះក៏ក្រើកហើយនឹងបងប្អូនយើងរកចាំទស្សនាបានច្រើននៅពេលដែលគាត់ប៉ះជាមួយកីឡាករចិនមុនអញ្ចឹងបងប្អូនយើងក៏ដូចជាខ្ញុំអីហ្នឹងបងប្អូនគ្នាខ្ញុំដឹងលទ្ធផលមុនថាការប្រកួតនេះធុនមីហុងមិនអាចឈ្នះពេជ្រសម្បត្តិបានទេបើសិនជាប៉ះពេជ្រសម្បត្តិនៅក្នុងថ្ងៃទី17ឬក៏លើកនៅថ្ងៃបន្តទៀតបងប្អូនគ្នាហើយបើខ្ញុំគិតថារំសាយការប្រកួតនេះវិញក៏ល្អជាងដែរដោយសារទុកឲ្យធុនមីហុងគេកសាងគេឈ្មោះបន្តទៀតទៅ
បាទដើម្បីឲ្យមាន credit ឡើងវិញចាំប៉ះឲ្យពេជ្រសម្បត្តិលើក្រោយទៀតក៏ល្អដែរបងប្អូនគ្នាដោយសារតែប៉ះគ្នាគឺខ្ញុំដឹងលទ្ធផលមុនថាបើប៉ះគ្នាគឺមិនឈ្នះពេជ្រសម្បត្តិទេបាទពេជ្រសម្បត្តិគឺជាកីឡាករដែលល្អដៃបាទល្អដៃបាទហើយពេជ្រសម្បត្តិមិនងាយវាយទៅស្រួលទេបាទអញ្ចឹងធនមីហុងយើងឃើញជាក់ស្ដែងថាគាត់ប្រកួតជាមួយនឹងកីឡាករចិនគឺគាត់ចូលមុខពេញគឺបាទគឺដួលផ្ងាក្រោយតែម្ដងអញ្ចឹងយើងដឹងលទ្ធផលមុននេះបាទចំពោះខ្ញុំបងប្អូនគ្នាគឺខ្ញុំលែងចង់មើលបាទដោយសារតែយើងដឹងពីសមត្ថភាពរបស់មីងហុងហើយយើងដឹងលទ្ធផលមុនហើយបាទបើសិនជាប្រកួតជាមួយនឹងពេជ្រសម្បត្តិសួរមសូលមីងហុងអាចនឹងសន្លប់ធំរបស់ពេជ្រសម្បត្តិទេបងប្អូនគ្នាហើយជំនួបដែលខ្ញុំចង់មើលនោះគឺខ្ញុំចង់មើលកីឡាករចិនដែលដណ្ដើមខ្សែក្រវ៉ាត់ពីពេជ្រសម្បត្តិនេះបងប្អូនគ្នាបាទឡើងទៅដណ្ដើមខ្សែក្រវ៉ាត់មាសពីពេជ្រសម្បត្តិកងចេញរៀមបងបាទនេះគូដែលខ្ញុំចង់មើលបងប្អូនគ្នាហើយបងប្អូនគ្នាចង់មើលបងប្អូនគ្នាចូលរួមខមមិនក្នុងវីដេអូទាំងអស់គ្នាបងប្អូនគ្នាដោយសារតែចិននេះបាទឈ្នះមីងហុងគឺមិនមែនជាកីឡាករធម្មតាគឺកីឡាករល្អដៃមែនទែនបើតាមប្រវត្តិកីឡាករចិននេះគឺធ្លាប់ចាញ់បន្ទុករបស់ឈុតសេរីវណ្ណថងហើយចាញ់ហ្នឹងក៏ចាញ់តឹងដែរបាទហើយឈុតសេរីវណ្ណថងឈ្នះក៏ឈ្នះតឹងដែរបាទរវាងអ្នកទាំងពីរនេះបាទអញ្ចឹងគូដែលខ្ញុំគិតថាស័ក្តិសមជាមួយនឹងពេជ្រសម្បត្តិគឺមានតែកីឡាករចិននេះឯងបាទដែលឡើងទៅដណ្ដើមខ្សែក្រវ៉ាត់មាសពីពេជ្រសម្បត្តិនៅសង្វៀន Extreme នៅថ្ងៃណាមួយបងប្អូនគ្នាយើងគួរសោកស្ដាយចំពោះធនមីហុងមែនតើបងប្អូនគ្នាបាទគឺការពារខ្សែក្រវ៉ាត់កងចេញរៀបនេះប្រហែលជា3លើកហើយបាទអញ្ចឹងគាត់ការពារបាន2ដងអញ្ចឹងចូលលើកទី3គឺចាញ់ទៅលើកីឡាករចិនតែសោកស្ដាយធនមីហុងអត់មានឱកាសឡើងទៅដណ្ដើមខ្សែក្រវ៉ាត់មាសពីពេជ្រសម្បត្តិទេបាទអញ្ចឹងរឿងនេះវារៀងចម្រូងចម្រាសប្រទីងបតុងគ្នាធ្វើឲ្យការប្រកួតចុងក្រោយបាទគឺធនមីហុងត្រីរស់ក៏រួចទន្សាយក៏រួចបងប្អូនអរគ្នាបាទជំនួបធំរបស់គាត់បាទបើសិនជាប៉ះជាមួយនឹងពេជ្រសម្បត្តិមុនគឺល្អមែនទែនបាទទោះបីជាចាញ់ពេជ្រសម្បត្តិមែនក៏ធនមីហុងមិនទាន់ធ្លាក់ credit ដែរដោយសារយើងចាញ់អ្នកខ្លាំងនៅពេលដែលពេជ្រនៅពេលដែលធនមីហុងចាញ់កីឡាករចិនអ្នកនេះបាទវាធ្វើឲ្យធនមីហុងគាត់រៀងធ្លាក់ credit បន្តិចបងប្អូនគ្នាមុននឹងគាត់ឡើងទៅប៉ះជាមួយនឹងពេជ្រសម្បត្តិធ្វើឲ្យបងប្អូនអ្នកគាំទ្រគុនខ្មែរយើងអាចសន្និដ្ឋានបានថាបន្ទាប់ពីធនមីហុងចាញ់កីឡាករចិននេះហើយគឺគាត់ទៅប៉ះជាមួយនឹងពេជ្រសម្បត្តិគឺភាគរយតិចមែនតើបាទមិនឈ្នះពេជ្រសម្បត្តិទេដោយសារតែយើងដឹងពីលទ្ធផលនៃការប្រកួតរបស់គាត់មុនហើយបាទអញ្ចឹងកីឡាករចិនម្នាក់នេះបើយើងប្រៀបធៀបនឹងពេជ្រសម្បត្តិបាទយើងមិនដឹងថាយ៉ាងណាទេតតែប៉ះគ្នាមិនយើងដឹងតែបើតាមការប្រៀបធៀបរបស់ខ្ញុំតខ្លួនខ្ញុំគិតថាកីឡាករចិននេះគឺនៅតែមិនទាន់ដល់ពេជ្រសម្បត្តិរបស់គ្នាបាទនៅពេលដែលទនមីហុងចូលទៅវាយមែនទែនគឺរៀងបតាយបតប់បាទព្រះខ្លួនចេញអីទេបាទរៀងភ័យចូលក្រាប់ដៃរបស់មីងហុងអីទេបាទហើយបើជួបជាមួយពេជ្រសម្បត្តិមិនមែនជាកីឡាករនៅពេលដែលគាត់បុកហើយបាទគឺមិនមែនបិទផ្នែកវាយទេបងប្អូនគ្នាគឺពេជ្រសម្បត្តិគឺគេវាយច្បាស់ជាងនឹងជាងធន់ជាងអញ្ចឹងខ្ញុំគិតថាដូចខ្ញុំនិយាយអញ្ចឹងបងប្អូនគ្នាការប្រកួតរវាងធនមីហុងហើយនិងពេជ្រសម្បត្តិនៅពេលដែលមីងហុងប៉ះជាមួយកីឡាករចិនយើងរៀងសាបលែងសូវចង់មើលការប្រកួតនេះហើយបាទគូដែលយើងចង់មើលគឺពេជ្រសម្បត្តិប៉ះជាមួយនឹងកីឡាករចិននេះលោកខ្លាំងជាងបងប្អូនគ្នាហើយចំនួនរបស់ធនមីហុងហើយនិងពេជ្រសម្បត្តិខ្ញុំគិតថាអាចនឹងលើកពេលវេលាទុកឲ្យមីងហុងនេះសាង credit ឡើងវិញសិនចាំប៉ះជាមួយពេជ្រសម្បត្តិក៏បានដែរតែយើងមិនដឹងយ៉ាងណាទេបាទដោយសារតែខាងទូទស្សន៍គឺគាត់បានរៀបចំទុកមុនហើយណាមួយធនមីហុងនិងពេជ្រសម្បត្តិនេះគឺត្រូវដណ្ដើមយកមួយបន្ទុកឲ្យលោកគ្រូរៀងខ្លួនផងបាទអញ្ចឹងវាចំនួនដ៏សំខាន់ដែរដែលយើងមិនអាចរំសាយបានទេនេះបើតាមខ្ញុំតាមដានកីឡាមកអញ្ចឹងបងប្អូនគ្នាបាទបងប្អូនគ្នាមកថ្មីកុំភ្លេចចូលរួម Subscribe Channel YouTube របស់ខ្ញុំម្នាក់មួយផងបាទដើម្បីទទួលបានវីដេអូថ្មីពីខ្ញុំបាទហើយវីដេអូរបស់យើងមានតែប៉ុណ្្នឹងបងប្អូនគ្នាបាទសូមអរគុណសូមជម្រាបលា